សួស្តីអ្នកទាំងអស់គ្នាមកចូលជាមួយខ្ញុំរ៉ាហ្វីម្ដងទៀតហើយតែមកសម្រាប់រឿងប្រកាន់លោហត់ដែលជាភាគ2របស់យើងមុននឹងចុចទៅកាន់សាច់រឿងរបស់យើងកុំភ្លេចជួយចុច like subscribe និងដាក់សញ្ញារូបកណ្ដឹងឲ្យ admin ម្នាក់មួយផងដើម្បីចុច like ទៅការសម្រាប់រឿងបន្តរបស់ admin ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់សាច់រឿងយើងតែម្ដងទៅតែនៅពេលនោះការភ្លេចកូនស្រីរបស់យើងក៏បានបដូរទៅជាការភ្លេចដែលមានទម្រង់ខុសពីមនុស្សធម្មតាហើយតាមអ្នកនោះក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងភ័យខ្លាចចំពោះការភ្លេចដ៏ត្រជាក់និងកាយសាហាវរបស់កូនស្រីរបស់យើងហើយក៏សួរទៅកាន់កូនស្រីរបស់យើងទាំងញ័រថាឯងស្អីកូនស្រីរបស់យើងមិនបានឆ្លើយតបទេតែសម្លឹងទៅកាន់តាមអ្នកនោះរួចក៏លើសម្លេងតាមអ្នកនោះស្រែកហើយកូនស្រីរបស់យើងពេលនេះប្រៀបដូចជាសត្វពស់អញ្ចឹងហើយក៏ព្រុសពឹសទៅកាន់តាមនោះយើងក៏ឃើញមានអ្វីមួយយ៉ាងដូចជាសត្វពស់អញ្ចឹងចូលទៅក្នុងទឹកភ្នែកចង្កូររបស់តាមអ្នកនោះហើយវាមកទៅប្រៀបដូចជាបណ្ដាសាអញ្ចឹងរួចក៏មានផ្សែងចេញពីភ្នែកចង្កូររបស់គាត់ហើយគាត់ទៅស្លាប់បាត់ទៅកូនស្រីយើងក៏ដកដង្ហើមធំហើយក៏ប្រែមុខទៅធម្មតាវិញរួចក៏អង្គុយទាំងការឈឺចាប់និងសម្លឹងទៅកាន់សាកសពរបស់តាមអ្នកនោះទាំងស្រក់ទឹកភ្នែកហើយក៏សួរទឹកភ្នែកចេញបន្តមកក៏ស្វែងរកសោនៅលើសាកសពតាមអ្នកនោះបន្ទាប់ពីដោះខ្នោះរួចកូនស្រីរបស់យើងក៏រៀបចំខ្លួនហើយគិតថានៅលើអាចរបស់ខ្លួនហ្នឹងប្រឡាក់ឈាមស្រាលមកចេញទាំងបែបហ្នឹងប្រហែលជាមានអ្នកសង្ស័យហើយក៏ត្រូវតែប្រញាប់ចាក់ចេញពីទីនេះហ្នឹងទៅជួបជាមួយនឹងអ្នកដែលនាំរបស់ខ្លួនរួចក៏ដើរចេញទៅខាងក្រៅនិងគិតបន្តទៅថានោះជាផ្លូវតែមួយគាត់ឲ្យខ្ញុំអាចត្រឡប់មកវិញបានហើយរឿងក៏កាច់មកខាងលេសាក់វិញម្ដងរួចអាវ៉ាត់ក៏សួរទៅកាន់លេសាក់ព្រះអង្គម្ចាស់ហើយវិញបានជាយើងត្រូវផ្លោះចេញជាងវាមិនដូចជាយើងកំពុងធ្វើកិច្ចការត្រឹមត្រូវអញ្ចឹងលេសាក់តបនេះគឺជាផ្លូវកាត់ទៅកាន់ផ្លូវឡុងប៊ីអាវ៉ាត់គាត់ក៏ភ្ញាក់ផ្អើលរួចក៏លន់មកថាអីគេមានន័យថាយើងត្រូវលោតឆ្លងពេលនោះលេសាក់គាត់ក៏បានរត់ហើយក៏លោតទៅមកខាងទៀតអាវ៉ាត់គាត់ក៏បានហៅទាំងភ័យថាព្រះអង្គម្ចាស់កូនផលរបស់យើងក៏បានឆក់ឆ្លងទាំងជាឡើងខូលហើយក៏ចង់មកវិញឡើងសង្ហាអាវ៉ាត់ក៏បាននិយាយទាំងសោយថាមិនអីទេខ្ញុំគិតថាយើងត្រូវតែលោតឆ្លងបានក្នុងល្បឿនខ្លួននឹងពេលនឹងធម្មពលហើយគាត់ក៏បានសម្រួលសរសៃហើយក៏រត់ចាំងលឿនរួចតែនិយាយថាសមត្ថភាពរាងកាយរបស់ព្រះអង្គម្ចាស់លេសាលើអ្នកចម្បាំងដែលវឹកហាត់តែមិនចេះនឿយហត់ទៅទៀតកាបវឹកហាត់ក្បាច់គុណក្នុងរាជវាំងពិតជាមានប្រយោជន៍ប្រកបមែនប៉ុន្តែប្រហែលជាទ្រង់បែបនេះតាំងពីកាត់មកម្ល៉េះហើយក៏លោតឆ្លងទៅម្ខាងទៀតនឹងនិយាយបន្តថាខ្ញុំអាចនឹងធ្វើឲ្យសាក់សៃបានខ្ញុំនៅជាមួយទ្រង់តាំងពីទ្រង់នៅក្មេងមកម្ល៉េះពេលនោះកូនប្រុសរបស់យើងក៏បានលើសំឡេងវយម្យ៉ាងហើយក៏ងាកទៅមើលសំឡេងនោះអាវ៉ាត់ក៏លោតម្ដងហើយនិយាយទៅកាន់លេសាក់ថាលោកសេដ្ឋីទំនងនៅផ្ទះបនខាងមុខហើយក៏សួរទៅកាន់លេសាក់ទាំងឆ្ងល់ថាព្រះអង្គម្ចាស់តែទ្រង់កំពុងសម្លឹងមើលអ្វីហើយគេក៏បានបង្ហាញថាលេសាក់កំពុងសម្លឹងទៅកាន់កូនស្រីរបស់យើងនិងមិនបានឆ្លើយតបនៅអាវ៉ាត់និយាយសម្ដៅទៅកាន់កូនស្រីរបស់យើងគាត់កំពុងដាក់ដោយជើងទទេនៅពេលរាត្រីត្រជាក់បែបនេះអាវ៉ាត់ក៏បាននិយាយបន្តនោះមិនមែនជារឿងសម្ដែងទេនៅក្នុងតំបន់នេះតែលេសាក់មិនខ្វល់ហើយក៏ដើរសម្ដៅទៅកាន់កូនស្រីរបស់យើងអាវ៉ាត់បានហៅទាំងឆ្ងល់ព្រះអង្គម្ចាស់លេសាក់ក៏បានហៅកូនស្រីរបស់យើងដែលកំពុងដើរពេលលើបែបនោះកូនស្រីរបស់យើងក៏បានឈប់រួចលេសាក់ក៏បានហៅទៅថាឯងកូនស្រីរបស់យើងក៏ឆ្ងល់ថាគេហៅអ្នកណាលេសាក់គាត់ក៏ថាខ្ញុំកំពុងនិយាយជាមួយឯងណារួមទាំងកូនស្រីរបស់យើងបែរទៅគាត់ហើយកូនស្រីរបស់យើងក៏បានសួរតាមមានអ្វីចង់ឲ្យខ្ញុំជួយនៅទៅម្ចាស់ហ្នឹងគាត់ក្នុងចិត្តថាខ្ញុំត្រូវតែចាប់ខ្លួនហើយមែនទេក្នុងការកាត់របស់លេសាបាននិយាយទាំងឆ្លងថាគេជាមនុស្សពិការភ្នែកហើយក៏សួរទៅកាន់កូនស្រីរបស់យើងថាហើយបានជាលោកដើរនៅទីនេះដែលគ្មានសម្លៀកបំពាក់គ្រប់គ្រាន់បែបនេះកូនស្រីរបស់យើងក៏បានតបទាំងភ័យព្រោះខ្លាចលេសាចាប់គាត់ថាខ្ញុំសូមនៅកន្លែងនេះហើយលេសាក៏បានសួរថាហើយអ្វីនៅលើខ្លួនរបស់លោកមានស្នាមប្រពុតច្រើនម្ល៉េះសួររួចគាត់ក៏បានភ្ញាក់ផ្អើលព្រោះឃើញកូនស្រីរបស់យើងរួចក៏ខំបកស្រាយយ៉ាងភ័យព្រោះខ្លាចអូនយល់ច្រឡំថាអីគេខ្ញុំមិនបានព្យាយាមធ្វើបោកឯងទេកូនស្រីរបស់យើងក៏បាននិយាយថាខ្ញុំត្រូវត្រឡប់ទៅវិញឥឡូវនេះពេលនោះអាវ៉ាត់ក៏បានមកដល់ហើយក៏គិតថានៅជាអ្វីដែលខ្ញុំបានកាត់រួចក៏និយាយទៅកាន់រេសាថាព្រះអង្គម្ចាស់លេសាពេលវេលារបស់ស្រីបេជាគឺមានតម្លៃណាស់ប្រហែលជាគាត់សាច់ញាតិរបស់បុរសម្នាក់នោះគាត់ថាបានកូនស្រីរបស់យើងក៏បាននិយាយក្នុងចិត្តទាំងឆ្ងល់ថាលេសានេះគឺជាព្រះម្ចាស់លេសាអាវ៉ាត់ក៏បាននិយាយថាគាត់អាចនឹងទទួលបានការទទួលដោយភេទរបស់គាត់ប្រសិនបើគាត់ត្រឡប់ទៅវិញជឿកន្លែងហ្នឹងអាចមានសម្បើកគង់កញ្ចក់បន្តិចដើម្បីបញ្ចូលពីពាក្យភេទហ្នឹងរបៀបដូចជាអ្នកណែនាំអ្នករកភ្ញៀវឲ្យស្រីបេជាឬក៏ម៉ែយ៉ែតែពាក្យស្រីបេជានោះដូចជាពិបាកស្ដាប់ចូលមិនសំហាយថាស្រីបនវិញមិនស្រួលស្ដាប់ជាមានតែប៉ុណ្ណាតែចូលទៅប៉ុនកញ្ចក់ចំថាស្រីហើយយើងវិញពេលនោះលេសាគាត់ក៏បានងាកទៅកាន់អាវ៉ាត់ហើយគាត់នៅតែបន្តនិយាយថាស្រីបនត្រូវបានចាត់ទុកថាជាកម្មសិទ្ធិតខ្លួនដូច្នោះហើយលេសាក់មិនបានតបទេហើយក៏ងាកមកមើលកូនស្រីរបស់យើងវិញក៏បានទាញក្រណាត់នៅលើកពាក់ឲ្យកូនស្រីរបស់យើងគិចចេញនឹងនិយាយទាំងភ័យថាគឺខ្ញុំគឺប្រញាប់ណាស់អត់ទោះឲ្យខ្ញុំផងលោកម្ចាស់លេសាក់ក៏បានយកក្រណាត់នោះមកដាក់លើក
កូនស្រីរបស់យើងម្ដងទៀតរួចក៏ឲ្យកូនស្រីរបស់យើងនឹងប្រាប់គាត់មកតែកូនស្រីរបស់យើងនឹងចង់ចាក់ចេញពីជីវិតបែបហ្នឹងអត់កូនស្រីរបស់យើងក៏បានឆ្ងល់ហើយលេសាក៏បាននិយាយទៀតថាគាត់នឹងធ្វើឲ្យវាគាត់ឡើងប្រសិនបើកូនស្រីរបស់យើងចង់បាននិយាយរួមអូនចង់បានអីបងអាចឲ្យអូនបានទាំងអស់ឥឡូវយ៉ាងអត់ចង់ខ្លួនឯងណាលេសាគាត់ក៏បាននិយាយទៀតថាគាត់នឹងទិញកូនស្រីរបស់យើងពីម្ចាស់របស់កូនស្រីយើងនឹងឲ្យកូនស្រីរបស់យើងដែលអត់គិតថ្លៃកន្លែងហ្នឹងមានន័យថាលេសាគាត់គិតថាកូនស្រីរបស់យើងនឹងជាស្រីបនចង់គាត់ចង់ទិញកូនស្រីរបស់យើងហើយនឹងអត់ឲ្យកូនស្រីរបស់យើងនឹងសងគាត់វិញទេបងមិនស្អីរកយើងវិញពេលលើចាំឲ្យគាត់ក៏ភ្ញាក់ផ្អើលហើយក៏ហាលេសាថាប្រអមចារួចកូនស្រីរបស់យើងក៏បានតបនឹងលេសាថាខ្ញុំរួចក៏អោនមកចោះនឹងនិយាយតែស្ទាក់ស្ទើរថាខ្ញុំនឹងមានគ្រួសារកំពុងតែរងចាំខ្ញុំលេសាក៏បានសួរថាអញ្ចឹងឬហើយថាកូនស្រីរបស់យើងនឹងរស់នៅឯណារួចពេលនោះពួកគេក៏បានលើកសលេងផ្ទូអាវ៉ាត់គាត់ក៏បាននិយាយថានោះជាសញ្ញាណរបស់អ្នកជាមខ្ញុំនឹងទៅពិនិត្យមើលអ្វីបានកាត់ឡើងពេលនោះក៏មានបុរសម្នាក់មកស្រ័យប្រាប់ថានៅទីនោះវាសាកសពមានមនុស្សត្រូវបានគេសម្លាប់អូខេអ្នកទាំងអស់គ្នាភាគពីរបស់យើងចាំតែប៉ុណ្ណឹងចង់បានចង់ដឹងថាមានរឿងអីកាត់ឡើងទៀតចាំតាមដល់នៅភាគក្រោយទៀតទាំងអស់គ្នាអូខេលោកស៊ូបាយ